ខ្ញុំគិតថាការទិញទូរស័ព្ទរបស់យើងរាល់ថ្ងៃនេះគឺវាអាចខុសពីលើកមុនពីមុនមកចំណុចដែលខ្ញុំសង្កេតឃើញក្នុងការទិញទូរស័ព្ទរបស់មនុស្សគ្រប់រូបហ្នឹងគឺពួកគាត់សិក្សាទៅលើ chipset បាទអញ្ចឹងតែ chipset ណា upgrade ទៅវាខ្លាំងល្អគេទិញហើយប៉ុន្តែឥឡូវនេះ chipset ទោះបី chipset mid range មុំក៏ដោយក៏វាអាចដើរល្អដែរអញ្ចឹងហើយបានតែខ្ញុំនិយាយថាសប្តាហ៍ថ្ងៃហ្នឹងការទិញទូរស័ព្ទគឺអត់ដូចមុនទេបាទពីមុនមកគេសម្លឹងទៅលើ chipset តែម្ដងបន្ទាប់ពី chipset មកបានគេសម្លឹងលើកាមេរ៉ាហើយលើអេក្រង់អញ្ចឹងទៅតែសប្តាហ៍ថ្ងៃហ្នឹងគឺវាជារឿងផ្សេងពីព្រោះ chipset នៅក្នុងទូរស័ព្ទគឺវាស្ថិតនៅក្នុងចំណុច peak មួយហើយវាកប់ខ្លាំងកប់បាទមិនថាខាង Android មិនថាខាង Apple ទេអញ្ចឹង chip នៅក្នុងទូរស័ព្ទដៃហ្នឹងបន្ទុកកប់ទៅលើ N2 សុទ្ធតែពេលខ្លះ 3M ជាងយើងខ្ពស់បន្ទុកហ្នឹងស្មើនឹងពួកគេហៅថា PC ខ្លះបាត់ទៅហើយទៅលើ raw performance របស់វានិយាយពីកម្លាំងម៉ាស៊ីនរបស់វាខ្លាំងមែនទែនតែម្ដងហើយបើសិនយើងនិយាយទៅលើការ gaming វិញសប្តាហ៍ថ្ងៃហ្នឹងក្រុមហ៊ុន developer game ណាគេព្យាយាម optimize ឲ្យកាន់តែស្រាលឲ្យកាន់តែដើរល្អសម្រាប់ទូរស័ព្ទ mid range ទៀតផងបាទហើយមានក្រុមហ៊ុនខ្លះទៀតគេក៏ direct ទៅកាន់ក្រុមហ៊ុន game គេធ្វើការ collab ជាមួយគ្នាគេធ្វើការបើក FPS ឲ្យខ្ពស់នៅលើទូរស័ព្ទដៃដែលគេធ្វើការ collaboration ជាមួយណាដូចជា Gun សំទោស Pub មែនទេ Free Fire ខ្ញុំឃើញពេលខ្លះហើយ Mobile Legends អញ្ចឹងទៅគឺមាន collaboration ជាមួយទូរស័ព្ទអញ្ចឹងគេនឹងធ្វើការបើក game គេហៅថាប្រភេទ high FPS លើ game ហ្នឹងលើទូរស័ព្ទ mid range ហ្នឹងអញ្ចឹងលេង game រលូនល្អបាទដែលពីមុនមកគឺយើងធ្វើអត់បានទេទូរស័ព្ទពីមុនមកដូចខ្ញុំនិយាយអញ្ចឹងបើសិនជា chip ខ្សោយលេង game អត់បានល្អហ្មងបាទសម័យខ្ញុំលើកមុនខ្ញុំទិញទូរស័ព្ទមកលេង game អូពិបាកលេងហ្នឹងមុនយើងកាលសម័យ OnePlus 5 LG G6 អីនេះ Samsung Galaxy Note 5អីចឹងទៅកាលនោះដែលនិយាយទៅវាធានាលេង game បាទហើយហ្នឹងហើយអញ្ចឹងទៅការទិញទូរស័ព្ទសម័យមុនគឺយើងចង់បាន chip ខ្លាំងចំណុច Snow ដែលយើងចេញទូរស័ព្ទមួយណាអូ chip ស្រាប់ហ្នឹងខ្លាំងជាងលេង game ប្រសើរជាងលោកខប់ហ្មងប៉ុន្តែឥឡូវខុសពីមុនអញ្ចឹងឥឡូវគេមើលអីវិញបើសិនជាគេលេងសំខាន់ chip ទេម្ដងតិចតិចមិនមែនតែ chip មិនសំខាន់ទេមិនមែនឲ្យ9យើងប្រើ chip អន់ទេណាប៉ុន្តែគាត់ថាមកទូរស័ព្ទលំដាប់ flagship ឥឡូវហ្នឹងគឺយើងលេងខ្វល់រឿង chip ហើយខ្លាំងដូចគ្នាអត់បញ្ហាទេអញ្ចឹងឥឡូវគឺយើងខ្វល់របស់ថ្មីរបបកំហើយថ្មីប្លែកដែលគេចាប់អារម្មណ៍ពេលខ្លះទូរស័ព្ទសប្តាហ៍ថ្ងៃហ្នឹងវាចង់ធុញហើយចេញអាទូរស័ព្ទមកអត់មានអីអួតគ្នាក្រៅពីកាមេរ៉ាក្រៅពី display ទេអត់មានព្យាយាម design រកឲ្យអ្វីថ្មីប្លែកចង់និយាយអញ្ចឹងណាអញ្ចឹងគឺអត់មានអីក្រៅពីដាក់គេហៅថាគេអេក្រង់អួតអីគេអួត chip អញ្ចឹងតែប៉ុណ្្នឹងឯងអញ្ចឹងឥឡូវយើងចង់បានលើសហ្នឹងសរុបទៅវិញអ្វីយើងចង់បានលើសនេះគឺរបបកំហើយថ្មីប្លែកហើយល្អបាទចេញមកប្លែកណាមានអីថ្មីប្លែកមកយើងចាប់អារម្មណ៍ហើយណាដូចឥឡូវដូច owner ចេញអា Magic Robot នោះហ្នឹងទំនងដែរតាប្លែកដែរតាប៉ុន្តែទៅលើភាពប្រើប្រាស់ជាក់ស្ដែងយើងមិនដឹងទេឧទាហរណ៍យើងប្រើទៅបើកអា gimbal កាមេរ៉ាគេទៅជុំយើងធ្លាក់បាត់ទៅបាក់អាហ្នឹងមិនទៅអាហ្នឹងជាហានិភ័យមួយដែរប៉ុន្តែគាត់ថាវាជារបស់កំហើយថ្មីវាជារបស់ប្លែកដែលយើងឃើញថាវាគួរតែមានលើទូរស័ព្ទតែ concept ហ្នឹងមិនមែនតែ owner ធ្វើដំបូងទេតាមពិតមានទូរស័ព្ទហ្នឹង Vivo ធ្វើមុនគេដូចជាអញ្ចឹងហូតចុះហូតឡើងហ៎ឬ Samsung ក៏ធ្វើដែរ Samsung Galaxy A80 ហ្នឹងហើយប៉ុន្តែក៏ឈប់ធ្វើទៅប៉ុន្តែ concept ហ្នឹងគឺលយដែរមិនអញ្ចឹងមិនគាត់ថាធ្វើតម្រង់ខុសគ្នាអានេះវា gimbal ខាងគេហ្នឹងគឺបែបហូតចុះហូតឡើងទេអញ្ចឹងណាតែឆ្នៃបានហ្នឹងខ្ញុំនិយាយតែខ្ញុំគិតថាទៅលើចំណុចប្លែកហ្នឹងគឺវាជារឿងល្អមួយដែលអាចតាក់ទាញអ្នកប្រើប្រាស់បានណាដោយធ្វើយើងចាប់អារម្មណ៍ជុំប្លែកទូរស័ព្ទដៃហ្នឹងវិញបាទបន្ទាប់ពីគេហៅថារបបកំហើយថ្មីមកគឺខ្ញុំគិតថាយើងសម្លឹងមើលលើកាមេរ៉ានៅលើកាមេរ៉ាទូរស័ព្ទដៃសប្តាហ៍ថ្ងៃហ្នឹងគឺអត់ទាន់ធ្វើល្អ perfect ទេទូរស័ព្ទដៃណាក៏ដោយមិនថា Vivo Oppo Samsung Apple iPhone Pixel អីទេនៅមានរឿងជាច្រើនដែលត្រូវអភិវឌ្ឍដោយចំណុចកាមេរ៉ាបាទដូចជា sensor ធំជាងណាអាចប្រើ micro four third sensor អាចប្រើ APS-C sensor ក៏ថាបានដែរឆ្នៃកន្លែងហ្នឹង
អាចប្រើ lens zoom optical អីគេ200 mm អញ្ចឹងទៅនៅមានការអភិវឌ្ឍច្រើនលើកាមេរ៉ាអញ្ចឹងយើងនៅរំពឹងច្រើនទៀតណាអញ្ចឹងលើកាមេរ៉ាហ្នឹងគឺយើងចង់បានចំណុចខ្លាំងតែយើងនៅរងចាំដដែលទេតែកាមេរ៉ាហ្នឹងដូចខ្ញុំនិយាយហ្នឹងយើងគិតដែរតែបន្ទាប់ពីការរកចំបោះថ្មីប្លែកមកយើងចង់បានកាមេរ៉ាល្អអូខេហើយប្លែកទៀតហើយបន្ទាប់ពីកាមេរ៉ាមកគឺយើងគិតថាប្រហែលជានៅលើថ្មគឺសំខាន់ក្នុងការប្រើប្រាស់ឥឡូវហ្នឹងណាថ្មធំសាក់លឿនហ្នឹងហើយហើយ display ហ្នឹងគឺយើងចង់បានដែរប៉ុន្តែ display សប្តាហ៍ថ្ងៃហ្នឹងខ្ញុំឃើញថាល្អណាស់មួយនេះមិនថា Samsung មិនថា iPhone ទេ120 Hz smooth ច្បាស់ល្អអញ្ចឹងវាលែងជាចំណុចដែលយើងចង់បានដែលថាយើងខ្វល់ខ្លាំងពេកហើយណាមិនមែនថាយើងចង់បានអេក្រង់អនយ៉ាងហ្នឹងណាប៉ុន្តែគាត់ថាអេក្រង់ហ្នឹងវាប៉ុណ្ណឹងគឺវាអូខេទៅហើយណាកប់មែនទែនតែម្ដងអេក្រង់ស្អាតណាចុះបងប្អូនវិញយល់យ៉ាងណាដែរនេះជាការគិតរបស់ខ្ញុំទេតើវាគួរតែដើរអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនយើងអាចចូលរួមនៅក្នុង comment section ខាងក្រោមបានអរគុណជួបគ្នានៅឱកាសក្រោយបាយ